គ្រួសាររុងរឿងរីកចម្រើននៅក្នុងគ្រួសារក៏ដូចជាត្រូវមានវិន័យសម្រាប់គ្រួសារចឹងទៅក្នុងការប្រព្រឹត្តស្មោះត្រង់ដល់គ្នានឹងគ្នាយើងរៀបអាពាហ៍ពិពាហ៍យើងហៅថាពិធីមង្គលការអញ្ចឹងយើងកុំឲ្យហៅតែមង្គលនៅក្នុងពេលការនោះឲ្យសោះគឺត្រូវតែយកមង្គលមកទុកដាក់មកប្រតិបត្តិនៅក្នុងជីវិតឲ្យជីវិតយើងនឹងមានសុខសុភមង្គលវាចានៅអពមង្គលអញ្ចឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីមង្គលសូត្រនិងទៀតសោតគឺថាសម្រាប់ស្វាមីស្វាមីដែលល្អស្វាមីដែលប្រពៃហ្នឹងគឺចេះនឹងទំនុកបំរុងនឹងកូនប្រពន្ធមិនមែនថាជាអ្នកបោះបង់កូនប្រពន្ធចោលទៅផ្គប់ផ្គុណនឹងស្ត្រីដតីនោះក៏ទេដែរដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបតតតិរសៈសង្កហោអេតាមាំងកលមុតតមាំងចឹងណាបងនឹងគឺនឹងសេចក្តីសង្គ្រោះដល់បុត្រភរិយានឹងព្រះអង្គសម្ដែងថាជាមង្គលឧត្តមចឹងបរោះក៏គប្បីជាអ្នកបានមានវិន័យមានទួនាទីសម្រាប់ជីវិតនឹងសម្រាប់អ្នកគ្រប់គ្រងផ្ទះគឺមានទួនាទីច្រើនដែលត្រូវបំពេញបើមិនបានបំពេញភារកិច្ចរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយទេនោះក៏នឹងមានភយន្តរាយមិនខានឡើយជាពិសេសនឹងគឺការសង្គ្រោះបុត្រការសង្គ្រោះដល់ភរិយានឹងឯងព្រោះថាបរោះដែលជាស្វាមីនឹងគឺជានឹងហៅថាបកគោលដ៏រឹងមាំនៅក្នុងគ្រួសារហើយបើបរោះណាប្រព្រឹត្តតែអបាយមុខស្រាស្រីលបែងមិនគិតគ្រួសារទេគ្រួសារនោះនឹងដល់នៅសេចក្តីវិនិច្ឆ័យអន្តរាយចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យវាចានៅអំពើអាក្រក់កាន់យកនៅអំពើល្អទៅជាសិរីសួស្តីមង្គលយើងកុំឲ្យធ្វើទៅតាមចិត្តដែលចង់មកពេលនោះគឺវាមិនបាននាំសេចក្តីចម្រើនដល់យើងទេត្រូវអប់រំឲ្យណាស់ត្រូវហ្វឹកហាត់ឲ្យណាស់ត្រូវបំពេញកាតព្វកិច្ចទួនាទីឲ្យណាស់ទៅជីវិតយើងបាននៅសុខសុភមង្គលទាំងនៅក្នុងសង្គមគ្រួសារក៏ដូចជាសង្គមជាតិយ៉ាងណានីមួយនឹងជាពិសេសនៅក្នុងព្រះធម៌លើកឡើងមកនៅក្នុងថ្ងៃនេះក៏ចង់តាក់ទងទៅនឹងការសង្គ្រោះបុត្រនិងភរិយាចំពោះកូនប្រុសដែលជាស្វាមីនឹងការសង្គ្រោះដល់ការជួយទំនុកបំរុងផ្ចង់ផ្ដើមឲ្យបានសិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាងគឺមិនត្រូវបង្កើតកូនហើយបោះបង់កូនចោលដើរប៉ោឡែមិនគិតផ្ទះមិនគិតសម្បែងនោះឡើយត្រូវឲ្យកូននឹងបានសិក្សារៀនសូត្របណ្ដោះបណ្ដាលកូននឹងឲ្យល្អប្រពៃនេះហៅថាការសង្គ្រោះបុត្រនឹងតាមពុទ្ធតម្រាស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ថាបុត្រមាន3ប្រភេទទី1ហៅថាអន្តេវាសិមានថាអ្នកនៅអាស្រ័យក្នុងសំណាក់គ្រូបង្រៀននឹងបានដល់កូនសិស្សនិងនិស្សិតអានឹងក៏លោកឲ្យឈ្មោះថាបុត្រដែរមួយទៀតគឺតនកៈបុត្រដែលគេយកមកឲ្យបានដល់កូនចិញ្ចឹមព្រោះហ្នឹងក៏ឈ្មោះថាបុត្រមួយទៀតគឺហៅថាអត្តជៈគឺបុត្រកើតអំពីខ្លួនហ្នឹងគឺបុត្រដែលឈ្មោះថាបុត្រហ្នឹង3ប្រភេទហ្នឹងកូនសិស្សហ្នឹងក៏ហៅថាកូននឹងហើយកូនដែលគេនឹងឲ្យចិញ្ចឹមឬមួយក៏យើងយកកូនគេមកចិញ្ចឹមអានឹងក៏ឲ្យឈ្មោះថាកូនមួយទៀតកូនកើតអំពីខ្លួនឯងហ្នឹងក៏ជាកូនហើយកូនទាំង3ប្រភេទនេះសុទ្ធតែអ្នកគ្រប់គ្រងអាណាព្យាបាលគឺត្រូវតែសង្គ្រោះតាមពុទ្ធតម្រាស់បានត្រាស់ទុកទៀតថាបុត្រមាន3ប្រភេទផ្សេងទៀតមួយលោកឲ្យឈ្មោះថាអតិជាតបុត្រគឺបុត្រនឹងមានគុណធម៌ខ្ពង់ខ្ពស់ឧត្តមឧត្តមតាំងតែពីកំណើតនឹងមិនបាច់មានគេដាស់តឿននឹងក៏ខិតខំប្រឹងប្រែងមានគុណមានសិលមានសេចក្តីល្អនៅក្នុងចិត្តសន្តានមានមេត្តាករុណាចេះអនុគ្រោះប្រោសប្រណីដល់អ្នកដទៃគឺថាមានចិត្តគំនិតល្អតាំងតែពីកំណើតមកម្លេះនឹងកូនល្អមានឧបនិស្ស័យល្អមកសន្សំបុណ្យបានច្រើនពីកំណើតមុនមកកើតមកជាមួយនឹងពុកម្ដាយណាដែលល្អដែលឪពុកម្ដាយនឹងមានគុណធម៌ដែរអញ្ចឹងកូននឹងក៏មានគុណធម៌ខ្ពង់ខ្ពស់ឧត្តមឧត្តមនឹងទៅទៀតហើយមួយទៀតគឺអនុជាតបុត្រកូននឹងគឺចេះស្ដាប់បង្គាប់ពុកម្ដាយឲ្យទៅរៀនក៏ទៅរៀនមិនកិច្ចទៅលេងហ្គេមលេងអីណាផ្សេងទេមិនជួបជុំមិត្តភ័ក្តិបនភឿនបង្ហោះម៉ូតូសបាយស៊ីចាយមិនគិតនោះឡើយអនុជាតបុត្រនឹងគឺបុត្រចេះស្ដាប់បង្គាប់ឪពុកម្ដាយឯមួយទៀតគេហៅថាអវជាតបុត្រនោះគឺអាក្រក់បំផុតខូចខលហាមមិនស្ដាប់ប្រាប់មិនតាមតាំងតែអំពីកំណើតចឹងគឺអ្នកដែលគួរជ្រើសរើសប្រភេទបុត្រហ្នឹងគឺមានតែប្រភេទ2ខាងលើទេដែលល្អប៉ុន្តែ
អាស្រ័យទៅលើកម្មផលរបស់ឪពុកម្ដាយបើបានកូនល្អក៏គប់ប្រសើរជាងទៅតែបើបានកូនប្រដៅមិនស្ដាប់ក៏យើងគិតទៅតាមកម្មផលជាងទៅដើម្បីជាសេចក្តីសុខផ្លូវចិត្តប៉ុន្តែកូននឹងគឺមាន3យ៉ាងនឹងគឺមានអតិចេតបុត្រអនុចេតបុត្រនិងអវចេតបុត្រហើយតួនាទីរបស់មាតាបិតាដែលសង្គ្រោះដល់កូននឹងគឺសង្គ្រោះយ៉ាងម៉េចគឺឪពុកម្ដាយនឹងសំខាន់ណាស់ទៀតមិនមែនយើងចេះតែបង្កើតកូនហើយនឹងគឺថាឲ្យកូននឹងមានការប្រព្រឹត្តទៅដោយមិនល្អនោះទៅទេនឹងគឺមិនមែនបោះបង់កូនតាមតែចិត្តកូននឹងឡើយគឺត្រូវតែមានវិន័យមានច្បាប់មានអីសម្រាប់កូននឹងទៅពុតកូនពីតូចទៅដល់ធំឡើងមិនពិបាកនិយាយមិនពិបាកប្រាប់តិចណាស់ដែលកូនដែលខំព្រាមបដៅពីតូចដល់ធំឡើងអាក្រក់នោះគឺដោយច្រើនហ្នឹងគឺកូនហ្នឹងគឺរមែងត្រង់កតុយមានន័យថាពីតូចយើងអប់រំទូនមានចឹងទៅអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាគឺសំខាន់ណាស់ភារកិច្ចរបស់មាតាបិតាហ្នឹងត្រូវធ្វើដល់បុត្រហ្នឹងគឺមានច្រើនតែនឹងពរនីឲ្យអស់ពុំបានឡើយនឹងតាំងតែពីពេលកូនសម្លឹងឃើញនៅលោកនេះពីគ្រាដំបូងមកម្លេះភារកិច្ចឬតួនាទីរបស់មាតាបិតាដោយសង្ខេបហ្នឹងគឺមាន5ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងទី1គឺហាមឃាត់កូនកុំឲ្យធ្វើបាបអញ្ចឹងមិនមែនថាតើកូនធ្វើខុសហើយបានទៅស្ដីទៅបន្ទោសទេហ្នឹងអញ្ចឹងគឺហាមឃាត់តាំងតែពីកូនមិនទាន់បានធ្វើខុសមកម្លេះរឿងណាដែលមិនល្អនិយាយប្រាប់កូនថាអូកូនរឿងនេះមិនល្អមិនប្រសើរការសែបគប់មិត្តពៀលការសែបគប់មិត្តនឹងកិច្ចសាលាមានគ្រឿងញៀនមានប្រហោះម៉ូតូអីយ៉ាងណានេះមួយនឹងអំពើអាក្រក់ផ្សេងការលួចការឆក់ការប្លន់ការជេរបតិចជាដើមហ្នឹងជារឿងអាក្រក់អញ្ចឹងឪពុកម្ដាយហ្នឹងគឺសម្លឹងទៅអនាគតហ្នឹងគឺហាមឃាត់កូនឲ្យហើយកុំឲ្យកូនធ្វើបាបណែនាំកូនឲ្យបានល្អនឹងចំណុចទី1ពេលហាមឃាត់កូនមិនឲ្យធ្វើបាបហើយក៏ត្រូវណែនាំកូនឲ្យធ្វើល្អរឿងល្អផ្សេងទៅកាន់ទីវត្តអារាមហ្នឹងគឺនឹងចេះថ្វាយបង្គំព្រះបោសទីលានបច្ចេកដីការថ្វាយទានការរក្សាសិលការចម្រើនសេចក្តីល្អផ្សេងហ្នឹងគឺដឹកនាំកូនឲ្យធ្វើល្អហើយទី3គឺឲ្យកូនបានរៀនមុខវិជ្ជាផ្សេងដើម្បីបានជាទីពឹងនៅក្នុងជីវិតដល់ពេលកូនបានធំមាននឹងអាយុគ្រប់នឹងត្រូវរៀបការក៏រៀបចំគូសកលអនាគតឲ្យកូនតាមវងតកូលសមរម្យនឹងហើយបកុលទ្របសម្បត្តិតាមកាលគឺការជានិច្ចមួយជាការជានិច្ចនឹងគឺជារៀងរាល់ថ្ងៃនឹងពេលមានគូស្រករហើយតែឲ្យកូននឹងក៏សមល្មមសម្រាប់ការរស់នៅចឹងទៅទុកសម្រាប់ខ្លួនឯងនេះគឺជាតួនាទីកិច្ចរបស់មាតាបិតាហើយរវាងស្វាមីនឹងគឺត្រូវតែអនុគ្រោះសង្គ្រោះដល់ភរិយានឹងដែរលោកវិស័យសម្រាប់អ្នកគ្រប់គ្រងផ្ទះនឹងគឺតែងតែមានសម្ព័ន្ធភាពរវាងប្តីប្រពន្ធតែត្រូវមានក្របខ័ណ្ឌសិលធម៌គោរពគ្នាទៅវិញទៅមកហើយមានតួនាទីត្រូវតែប្រព្រឹត្តឲ្យបានល្អចំពោះភរិយាហើយភរិយានោះទៀតសោតលោកសម្ដែងថាមាន7ប្រភេទអញ្ចឹងមានគេថាភរិយាដែលល្អនិងភរិយាមិនល្អភរិយាដែលមិនល្អនោះនឹងគេថា3ខាងដើមណាទៀតណា3ខាងដើមនឹងភរិយាដែលមិនល្អទី1ហៅថាវតកភរិយាដូចជាពេជ្ជឃាតចង់សម្លាប់ប្តីទី2ហ្នឹងគឺចៅរៃភរិយាដូចជាចៅលួចលាក់ទ្រព្យសម្បត្តិរបស់ប្តីទុកឲ្យសហាយស្មន់អីចឹងទៅមួយទៀតគឺអាយាភរិយាដូចជាចវាយត្រួតប្តីគឺថាត្រួតត្រាលើប្តីណានឹងគឺមាននៅអាងខ្លួនឯងមានជាងស្វាមីអីចឹងទៅនឹងប្រព្រឹត្តមិនល្អដោយការត្រួតត្រានៅការមិនសមរម្យចឹងទៅនឹងហើយភរិយាដែលល្អនឹងគឺមាន4យ៉ាងទី1ហៅថាមេត្តាភរិយាស្រឡាញ់ស្វាមីដូចម្ដាយថែរក្សាកូនចឹងគឺថាយកចិត្តទុកដាក់ចំពោះស្វាមីនឹងណាដូចជាកូនដែលម្ដាយថែរក្សាអញ្ចឹងនឹងគឺជាភរិយាល្អហើយមួយទៀតគឺភគនិភរិយាស្រឡាញ់ស្វាមីដូចបងប្អូនថែរក្សាគ្នាអញ្ចឹងយកចិត្តទុកដាក់មួយទៀតសខាភរិយានិងភរិយាស្រឡាញ់ស្វាមីដូចមិត្តរាប់អានមិត្តមួយទៀតទាស័យភរិយានឹងបន្ទាបខ្លួនបម្រើស្វាមីដូចជាទាស័យអញ្ចឹង
ចឹងគឺក្នុងចំណោមភរិយា7ពួកនឹងភរិយា3ខាងដើមនឹងគឺមិនសមរម្យជាភរិយាពេញលក្ខណៈទេជាភរិយាមិនល្អធ្វើឲ្យគ្រួសារបែកបាក់វិនិច្ឆ័យហើយអន្តរាយផ្សេងឯ4ចម្ពោះខាងក្រោមគឺល្អតាមលំដាប់ចំណែកប្តីវិញក៏មានលក្ខណៈដូចគ្នានឹងដែរប្តីដូចជាអ្នកសម្លាប់និងព្យាយាមបៀតបៀនប្រពន្ធអីចឹងទៅដូចជាចោលលួចលាក់ទ្រព្យសម្បត្តិទៅលេងលបែងទៅឲ្យស្រីស្នេហ៍ខាងក្រៅអីចឹងទៅនឹងយកទៅផឹកស្រាខុសកាលខុសវេលានឹងផឹកស្រាទៅវឹងអែប្រម៉ែចឹងទៅនឹងហើយស្វាមីដូចជាចវាយនេះមានន័យថាក្របសង្កត់ប្រពន្ធនឹងមិនឲ្យមានសិទ្ធិសេរីភាពអីទេនឹងធ្វើបាបប្រពន្ធខ្លួនឯងហើយស្វាមីល្អហ្នឹងគឺស្វាមីដូចជាឪពុកថែរក្សាកូនស្រឡាញ់ថែរក្សាភរិយានឹងណានឹងហើយជាស្វាមីល្អហ្នឹងគឺចេះថែរក្សាដូចនឹងចេះថែរក្សាភរិយានឹងដូចបងប្អូនបកើតចឹងស្រឡាញ់រាប់អានគ្នានឹងហើយមួយទៀតដូចជាមិត្តរាប់អានគ្នាស្មោះស្ម័គ្រនឹងគ្នាហើយស្វាមីបន្ទាបខ្លួននឹងនៅក្នុងការរស់នៅជាមួយភរិយានឹងមិនដំកើងមានអ្នកយ៉ាងណានីមួយចឹងទៅនេះគឺតកតងទៅនឹងភរិយាស្វាមីដែលត្រូវប្រតិបត្តិខ្លួនឲ្យល្អដល់គ្នានឹងគ្នាហើយក៏មានជាការលើកឡើងសម្ដែងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីប្រភេទរបស់ភរិយានិងស្វាមីដែលនៅរួមគ្នាគេហៅថាភរិយាស្វាមីមាន4ប្រភេទណាបងទី1គឺខ្មោចប្រុសនៅជាមួយនឹងខ្មោចស្រីបានដល់ប្តីខលខូចលេងលបែងនៅជាមួយភរិយាឥតមានមាយាទបងដល់ពេលអញ្ចឹងទៅអន្តរាយវិនិច្ឆ័យគ្រប់បែបយ៉ាងមួយទៀតខ្មោចប្រុសនៅជាមួយនឹងទេវតាស្រីបានដល់ប្តីនឹងខលខូចលេងលបែងប៉ុន្តែនៅជាមួយភរិយានឹងមានមាយាទដូចជាទេវតាអញ្ចឹងគឺថាខ្ពង់ខ្ពស់ណានឹងអានឹងក៏មិនតន់ល្អដែរព្រោះប្តីខលខូចលេងលបែងទ្រព្យសម្បត្តិទាំងឡាយនឹងគង់តែវិនិច្ឆ័យអន្តរាយទេមួយទៀតគឺគេថាទេវបុត្រនៅជាមួយខ្មោចស្រីបានដល់ប្តីនឹងល្អណាស់ខិតខំប្រឹងប្រែងរកប្រាក់មិនគិតថ្ងៃមិនគិតយប់ស្វះស្វែងអូសម៉ោងអីចឹងទៅថែម៉ោងអីទៀតធ្វើការនឹងប៉ុន្តែបែរមកមើលភរិយាវិញដូចជាខ្មោចចឹងអត់មានមាយាទទេបានលុយមកទៅលេងលបែងបានលុយមកទិញរបស់ហឺហាសបាយអត់គិតមុខគិតក្រោយទ្រព្យសម្បត្តិហ្នឹងក៏វិនិច្ឆ័យអន្តរាយហើយចំណុចដែលល្អហ្នឹងគឺទេវបុត្រនៅជាមួយនឹងទេពធីតាគឺបានដល់ស្វាមីល្អនិងភរិយាមានមាយាទគឺស្វាមីនឹងចេះប្រឹងប្រែងរកស៊ីនៅក្នុងកិច្ចការងារទាំងឡាយទាំងពួងនឹងឲ្យបានលុយមកឲ្យភរិយាមានមាយាទចេះទុកចេះដាក់អញ្ចឹងក៏ធ្វើឲ្យគ្រួសារបាននៅសេចក្តីសុខសុភមង្គលចឹងទៅគឺថាយើងមុននឹងរៀបគូសកលត្រូវប្រុងប្រយ័ត្នពិចារណាឲ្យបានច្បាស់លាស់មិនមែនគ្រាន់តែមានលុយច្រើនគឺចប់រឿងនោះទេនឹងគឺមានលុយច្រើនបើយើងមិនចេះសង្គ្រោះគ្នាទៅវិញទៅមកគឺនៅតែមានការក្តៅក្រហាយការពិបាកចិត្តឯប្រពន្ធនេះមានប្រុសប្តីមានស្រីយើងទៅប្រពន្ធលេងលបែងប្តីនឹងប្រកាប់បច្ចៈឆ្លោះគ្នាទាស់តែងគ្នាក្នុងគ្រួសារមានលុយតែឲ្យមានសុភមង្គលចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីទួនាទី5យ៉ាងរបស់ភរិយានិងស្វាមីត្រូវប្រព្រឹត្តល្អនឹងគ្នាទៅវិញទៅមកចំណុចស្វាមីនឹងត្រូវមានទួនាទី5យ៉ាងទី1នឹងគឺសមានអ្នកតាលើកដំកើងឲ្យពេញមុខពេញមាត់ជាភរិយាពេញទីអវិមានអ្នកមិនមើលងាយមិនមើលថោកជេរបតិចផ្ដាសាធ្វើបាបប្រពន្ធនោះឡើយអនតិចរិយាសំខាន់ខ្លាំងណាស់គឺប្រព្រឹត្តគឺមិនប្រព្រឹត្តកន្លងចិត្តភរិយាមិនមានស្រីដតីក្រៅអិសរិយវោសកៈបកុលភាពជាអិសរៈជាធំក្នុងការចាត់ចែងការងារផ្ទះអលង្ការានុបទាននៃអ្នកគឺថាឲ្យគ្រឿងអលង្ការតែងខ្លួនដល់ភរិយាឯភរិយាជាជីវិតមួយចំណែករបស់ស្វាមីមុនពេលធ្វើអ្វីត្រូវពិចារណាកុំឲ្យមានបញ្ហាលំបាកដោះស្រាយនិងមានវបដិសារីព្រោះថាសពថ្ងៃគ្រោះថ្នាក់នៃការចម្លងជំងឺអេដមកគ្រួសារគឺជាសោកនាដកម្មដ៏ធំធេងបំផុតចឹងហើយភរិយាត្រូវមានទួនាទី5យ៉ាងចំពោះស្វាមីដែរទី1គឺសុសង្ឃវិហេតកមន្តាចាត់ចែងការងារក្នុងផ្ទះសម្បែងរៀបចំឲ្យបានស្អាតរៀបរយកុំឲ្យប្រព្រឹត្តប្រព្រាយមើលទៅមិនសមរម្យមិនជាទីគួរពេចបរមិលមើលនៅក្នុងផ្ទះនោះហើយមួយទៀតគឺសុសង្ឃវិហេតបរិជ្ជនៈគឺត្រូវសង្គ្រោះញាតិទាំងសងខាងឲ្យបានសមរម្យគឺកុំអកតេកុំលំអៀងទៅខាងតកូលខាងញាតិរបស់ខ្លួនឯងហើយទុកនឹងខាងតកូលស្វាមីនឹងគឺទុកចោលចឹងទៅមិនចាំមិនថែរក្សាក៏មិនល្អដែរត្រូវតែស្មោះស្ម័គ្រស្មើជាមួយនឹងញាតិទាំងសងខាង
អនតិចារណីមិនប្រព្រឹត្តកន្លងចិត្តស្វាមីនឹងគឺថាมันមានសហាយស្មន់ណានឹងហើយមួយទៀតគឺចេះថែរក្សាទ្រព្យសម្បត្តិដែលស្វាមីរកបានមកដោយប្រុងប្រយ័ត្នដោយពាក្យគេថាម៉េចគេថាខ្លែងហើត្បិតខ្យល់នាយថ្កើងត្បិតពុលរក្សាឲ្យសុខទ្រព្យគង់ត្បិតស្រីចេះសំចៃទុកផ្ទះធំស្រណុកត្បិតភរិយាជាអញ្ចឹងភរិយាត្រូវចេះទំនុកបំរុងចេះទុកចេះដាក់ទ្រព្យសម្បត្តិនឹងឲ្យបានល្អប្រសើរចំណុចមួយទៀតគឺភរិយានឹងត្រូវប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារមិនខ្ជិលច្រអូសហើយជាភរិយាត្រូវព្យាយាមបំពេញតួនាទីរបស់ខ្លួនទើបគ្រួសារមានសុភមង្គលសរុបសេចក្តីមកនៅក្នុងការលើកឡើងព្រះធម៌នៅក្នុងឱកាសវេលាគ្រានេះក៏ចង់និយាយអំពីការសង្គ្រោះបុត្រនឹងភរិយាហើយតួនាទីកូនប្រុសស្រីតួនាទីឪពុកម្ដាយតួនាទីស្វាមីត្រូវគោរពប្រតិបត្តិយ៉ាងណាចំពោះគ្រួសារហ្នឹងគឺយើងត្រូវធ្វើឲ្យបានល្អប្រសើរទើបជាសិរីមង្គលដែលនឹងព្រះមេប្រភាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងថាពុទ្ធតិរសសង្ឃហោអេតមំកលមុតតមំការសង្គ្រោះបុត្រភរិយានឹងឯងគឺជាមង្គលដ៏ឧត្តមអញ្ចឹងកលបុត្រណាដែលបានសង្គ្រោះបុត្រនឹងភរិយារមែងបិទបាំងនៅអន្តរាយអំពីទិសខាងលិចរមែងមានតែសិរីមង្គលសេចក្តីសុខសេចក្តីចម្រើននៅក្នុងក្រុមគ្រួសារអញ្ចឹងយើងជាភរិយាស្វាមីនឹងគឺកុំក្បត់ចិត្តគ្នារស់នៅយ៉ាងមានក្តីសុខស្មោះស្ម័គ្រស្មោះស្មើទៅថ្មីត្បិតថារូបកាយផ្សេងគ្នាមែនប៉ុន្តែត្រូវឲ្យមានចិត្តគំនិតនឹងមូលតែមួយមានឆន្ទៈតែមួយរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខនៅក្នុងជីវិតព្រោះអាស្រ័យមានធម៌មានតួនាទីបានបំពេញហើយនេះឯងប៉ុណ្ណាសូមអនុមោទនា